បាទថ្ងៃនេះខ្ញុំមកបង្ហាញអំពីការ boost to second បាទ boost to second គឺយើង boost វាយលុកទីផ្សារមុនបងប្អូនណាបាទ boost ដើម្បីឲ្យ page វាយលុកទីផ្សារមុនអញ្ចឹងបងប្អូនចូលមកត្រាស់ boost តែម្ដងបាទសម្រាប់យើងចូលលើកនេះគឺចូលមក engagement បាទ engagement នេះបងប្អូនចុច menu មកបាទបងប្អូនចុច menu ហើយបងប្អូនចូលទៅ step ទី1 step ទី1នេះគឺបងប្អូនអាចចុះឈ្មោះមកបងប្អូនណាបាទវាយឈ្មោះអីក៏បានដែរបងប្អូនបាទវាយឈ្មោះអីបងប្អូនដែលដាក់ឈ្មោះចំណាំទៅណាហើយ copy ទុកបងប្អូនណាហើយ copy ទុកហើយបងប្អូនចូលមកnick បាទចូល nick បន្តទៀតបាទចូល nick បន្តហើយបងប្អូនអាចដល់ add set ហើយដល់ add set បងប្អូន copy ឈ្មោះអំបញ្ញមិញហ្នឹងគឺចូល add set នេះមកដាក់ឈ្មោះដូចគ្នាមកបាទទាំងអស់មាន3 step បងប្អូនណាបាទឥឡូវចូល step ទី2ហើយអញ្ចឹងយើងចូលទៅ onshore add បាទ onshore add នេះគឺយើងចូលមកបាទចូលមក onshore add នេះហើយបងប្អូនមើលណា onshore add video view ហើយខាងក្រោមនេះគឺយើងដាក់ចូលទៅក្នុងmanual to second បាទចុច manual to second នេះមកបាទនេះ to second ហើយបងប្អូន scroll ចុះមកក្រោមបាទអានេះគឺជា standard បាទ page standard ហើយមួយទៀតបងប្អូនចូលមក budget នេះខ្ញុំដាក់ lifetime បងប្អូនណាដាក់ lifetime នេះគឺខ្ញុំដាក់មួយថ្ងៃ$1ចុះបាទខ្ញុំដាក់$1អញ្ចឹង15ថ្ងៃគឺខ្ញុំដាក់$15ណាបាទ$15បាទអញ្ចឹងដាក់$15ទៅហើយ scroll ចុះមកក្រោមគឺយើងវាយ location បាទនៃវាយប្រទេសកម្ពុជាបាទបូសពេញប្រទេសតែម្ដងទៅបាទសម្រាប់ខាងក្រោមនេះយើងវាយអាយុបាទចាប់ពីអាយុ20ឆ្នាំឡើងទៅដែលផលិតផលរបស់យើងផ្សាយឲ្យអតិថិជនរបស់យើងគាត់ចូលមកមើលហើយចូលទិញតែម្ដងអញ្ចឹងយើងវាយអាយុចាប់ពី20ឆ្នាំដល់65ឆ្នាំនេះតែម្ដងហើយនៅខាងក្រោមនេះគឺភេទបងប្អូនណាភេទអញ្ចឹងភេទនេះគឺខ្ញុំដាក់ all តែម្ដងបាទមិនបាច់រើសប្រុសស្រីទេដោយសារអីផលិតផលរបស់យើងនេះកំងទាំងអស់ហើយខាងក្រោមនេះគឺសាយបាទសាយដែលអតិថិជនយើងចង់ទិញអញ្ចឹងខ្ញុំអត់កំណត់ទេខ្ញុំពឹងទៅលើ AI បាទបើកំណត់ក៏បានមិនកំណត់ក៏បានបាទអញ្ចឹងតែខ្ញុំដាក់ឲ្យ AI ចុះបាទ AI ហើយខាងក្រោមនេះយើងចុចadvanced setting នេះមក advanced នេះមកបាទអញ្ចឹងយើងចូលខាងក្រោមចូល manual បាទ manual advanced នេះហើយអូសទៅក្រោមទៀតបាទចុះអូសទៅក្រោមទៀតគឺInstagram គឺយើងដក text ចេញបាទ boost ទៅកុំឲ្យចូល Instagram ព្រោះយើងអត់ account ទេហើយមួយទៀតគឺ audience network បាទដោះចេញមកដោះ text ចេញអស់មកបាទហើយយើង scroll ចុះក្រោមបាទដូចជាអត់មានអីទៀតទេបងប្អូនបាទអត់មានអីទេក៏យើងមិនបាច់ទេមិនបាច់ text ជាមួយនឹង message នេះទេបាទព្រោះយើង boost to second boost វាយលុកទីផ្សារទេបាទ boost ផ្សព្វផ្សាយ boost ដើម្បីឲ្យ page យើងមាន view មានអ្នកមើលអ្នកដឹងថាយើងលក់អីបងប្អូនណាបាទយើងលក់អីផ្សាយផលិតផលអីអញ្ចឹងយើងដាក់ទូទៅតែម្ដងហើយមួយទៀតយើង scroll មើលថាតើយើងនៅមានខ្វះចន្លោះខាតកន្លែងណាអត់បើអត់ទេយើងចុច next បាទចុច next ចូល step ទី3ហើយបងប្អូនណានេះ step ទី3បងប្អូន copy ឈ្មោះមិញហ្នឹងគឺដាក់ចូលមកបាទហើយក៏អូសចុះក្រោមនេះ page ដែលយើងត្រូវ boost ហ្នឹងណាបាទយើងអត់បដូរទេ page ហ្នឹងយើង boost page ហ្នឹងតែម្ដងបាទហើយមួយទៀតគឺកន្លែង create បាទ create នេះគឺបើយើង boost វីដេអូថ្មីយើងចុចទៅលើហ្នឹងតែបើយើង boost វីដេអូចាស់យើងចុចឲ្យកណ្ដាលនេះបាទវីដេអូចាស់ដែលយើងផុសហើយបងប្អូនបាទនេះយើងផុសហើយគឺយើងចូលមកកន្លែងហ្នឹងតែម្ដងបាទចូលកន្លែងនេះហើយបងប្អូនមើលបាទមើលទៅគឺមាន
វីដេអូហើយស្រេចព្រោះខ្ញុំបានចុចហើយម្ដងហើយតែបងប្អូនអត់ទាន់បានចុចចូលទេបងប្អូនត្រូវចុចរកវីដេអូណាដែលបងប្អូនចង់ផុសបាទសម្រាប់នៅពេលនេះបើសិនជាចុចហើយគឺយើង public តែម្ដងទៅបងប្អូនណាបាទមានតែប៉ុណ្្នឹងទេបងប្អូន